សួស្តីអ្នកនរគ្នាថ្ងៃនេះយើងនឹងនាំអ្នកនរគ្នាឲ្យស្គាល់អំពីសត្វចម្លែកទាំង5និងគួរឲ្យចាប់អារម្មណ៍ដែលអ្នកទាំងអស់គ្នាមិនធ្លាប់ដឹងពីមុនលេខ1សត្វអាសូឡូតដែលត្រូវបានគេស្គាល់ផងដែរថាជាត្រីដើមមិចស៊ិកគឺជាសត្វសាឡាម៉ង់ប្រភេទថ្មីដែលរស់នៅក្នុងទឹកទាំងស្រុងនិងមានដើមកំណើតនៅប្រទេសមិចស៊ិកពួកវាត្រូវបានគេស្គាល់ដោយសាររូបរាងពិសេសរបស់វារួមទាំងព្រុយខាងក្រៅដូចរោមនិងស្នាមញញឹមសត្វអាសូឡូតត្រូវបានចាត់ទុកថាជាសត្វចិញ្ចឹមក្រហមនិងត្រូវការថែទាំជាក់លាក់ជាពិសេសទឹកស្អាតនិងត្រជាក់រស់នៅប្រកបដោយសុខភាពល្អរហូតដល់10ទៅ15ឆ្នាំឯណោះលេខ2 blobfish ដែលជាត្រីសមុទ្រជ្រៅមួយប្រភេទនៅក្នុងគ្រួសារត្រីត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយចំពោះរូបរាងរបស់វាដែលស្រដៀងនឹង Jelly ដែលមើលទៅដូចជាដុំនៅពេលដែលយកមកផ្ទៃទឹកទោះជាយ៉ាងណាក៏ដោយរូបរាងដែលយឺតធ្លាក់និងមុខដ៏ក្រៀមក្រំនេះគឺជាវត្ថុបុរាណនៃការបន្ធូរសម្ពាធខ្លាំងនៅក្នុងជម្រកធម្មជាតិរបស់វារស់នៅក្នុងសម្ពាធកំទេចកំទីនៃមហាសមុទ្រជ្រៅត្រីនេះមើលទៅដូចជាត្រីឆ្អឹងធម្មតាត្រីនេះរស់នៅលើបាតសមុទ្រក្នុងជម្រៅចន្លោះពី600ទៅ1200ម៉ែត្រដែលសម្ពាធខ្ពស់ជាងកម្រិតទឹកសមុទ្រពី60ទៅ120ដងបរិស្ថាននេះគឺងងឹតនិងត្រជាក់ជាមួយនឹងសីតុណ្ហភាពខ្ពស់ជាងកម្រិតត្រជាក់បន្តិចពួកវារស់នៅទឹកជ្រៅនៅឯឆ្នេរសមុទ្រនៃប្រទេសអូស្ត្រាលីដីគោកលេខ3សត្វដែលមានឈ្មោះថាអាយ៉េគឺជាសត្វពេលយប់មួយដែលមានលក្ខណៈពិសេសតែមួយគត់ដែលមានដើមកណ្ដោតនៅ Madagascar វាជាសត្វ primate ពេលយប់ធំជាងគេបំផុតរបស់ពិភពលោកហើយវាមានលក្ខណៈពិសេសរួមបញ្ចូលគ្នាដែលធ្វើឲ្យវាខុសពីសត្វមេតដទៃទៀតរួមទាំងធ្មេញដូចសត្វកកេរនិងម្រាមដៃកណ្ដាលស្ដើងដែលមានជំនាញខ្ពស់ជម្រករបស់វាត្រូវបានរកឃើញនៅទូទាំងតំបន់ព្រៃឈើនៃប្រទេស Madagascar ដែលរស់នៅក្នុងប្រភេទព្រៃឈើផ្សេងៗគ្នារួមទាំងព្រៃត្រូពិកព្រៃស្លឹកឈើជ្រុះនិងវាលភក់ព្រៃកោងកាងពួកវាភាគច្រើនរស់នៅលើដើមឈើដោយចំណាយពេលភាគច្រើននៃជីវិតរបស់វានៅលើដើមឈើនៅពេលថ្ងៃពួកវាដេកក្នុងសម្បុករាងស្វែដែលធ្វើពីស្លឹកឈើនិងមែកឈើហើយពួកវាមកបរបាញ់នៅពេលយប់ហើយរកអាហារផងដែរទី4 Stanocytmol កណ្ដុរដែលមានច្រមុះផ្កាយកណ្ដុរប្រភេទនេះគឺរស់នៅក្នុងទឹកដែលត្រូវបានគេស្គាល់ដោយសារច្រមុះរបស់វាមានរាងដូចជាផ្កាយកណ្ដុរប្រភេទនេះត្រូវបានគេរកឃើញនៅភាគខាងកើតនៃប្រទេសកាណាដានិងភាគឦសាននៃសហរដ្ឋអាមេរិកកណ្ដុរច្រមុះផ្កាយនេះរស់នៅក្នុងទឹកច្រើនជាងប្រភេទកណ្ដុរដទៃទៀតហើយវាសម្របខ្លួនបានយ៉ាងល្អទៅនឹងបរិស្ថានសើមរបស់វាចូលចិត្តតំបន់ដែលមានប្រព័ន្ធបង្ហូរទឹកនឹងល្អនិងដីទន់និងមានសំណើមដូចជាវាលភក់ទី5 Leafy Sea Dragon នាគសមុទ្រស្លឹកគឺជាត្រីសមុទ្រដែលគេត្រូវបានស្គាល់ថាជាសម្រាប់ការក្លែងបន្លំដ៏ពិសេសរបស់វាជាមួយនឹងអវយវៈដូចស្លឹកឈើនៅទូទាំងខ្លួនរបស់វាផងដែរដែលអនុញ្ញាតឲ្យវារលាយបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះជាមួយសេះTaca, yo no toca, toca.